ព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្ររាជរដ្ឋាភិបាលកម្ពុជាគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធានការនៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត3.2.7.3 ទម្រង់នៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលជាលិខិតបទដ្ឋានគតិយុត្តមានទម្រង់និងខ្លឹមសារជាចំណាត់ការរបស់រាជរដ្ឋាភិបាលដែលប្រើចំពោះការងារមានវិសាលភាពនិងលក្ខណៈមិនស្ថិតស្ថេរយូរអង្វែងលិខិតបទដ្ឋានគតិយុត្តនេះមានជាអាចការផ្ទេរសិទ្ធិការបែងចែកឬប្រគល់ភារកិច្ចជូនសមាជិករាជរដ្ឋាភិបាលការបង្កើតគណៈកម្មការអនុគណៈកម្មការក្រុមការងារការតែងតាំងសមាជិកភាពរបស់ក្រុមប្រឹក្សាជាតិឬអាជ្ញាធរជាតិឬគណៈកម្មាធិការជាតិដែលបានបង្កើតឡើងដោយព្រះរាជក្រឹត្យឬអនុក្រឹត្យហើយក្នុងនោះមានចែងតែតួនាទីរបស់សមាជិកភាពដោយមិនដាក់ឈ្មោះជាដើមទម្រង់នៃសេចក្តីសម្រេចចែកចេញជា4ផ្នែកមានក្បាលលិខិតមូលបទខ្លឹមសារអត្ថបទនិងរូបមន្តបញ្ចប់កក្បាលលិខិតត្រូវប្រើក្រដាសក្បាលលិខិតរបស់រាជរដ្ឋាភិបាលដែលមានសញ្ញាជាតិដោយក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅខាងលើចំកណ្ដាលទំព័រក្រោមសញ្ញាជាតិដាក់ព្រះរាជាណាចក្រកម្ពុជាក្រោមព្រះរាជាណាចក្រកម្ពុជាដាក់បាវចនាជាតិសាសនាព្រះមហាក្សត្របែកខាងឆ្វេងក្រោមបន្ទាត់បាវចនាដាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមរាជរដ្ឋាភិបាលកម្ពុជាដាក់ពាក្យលេខសម្រាប់ទុកចុះលេខរបស់សេចក្តីសម្រេចដែលមានរូបមន្តអក្សរកាត់លេខសសរនៅក្រោមបាវចនារំលងមួយបន្ទាត់ចំកណ្ដាលទំព័រត្រូវដាក់ពាក្យសេចក្តីសម្រេចក្រោមពាក្យសេចក្តីសម្រេចដាក់ពាក្យស្តីពីក្រោមពាក្យស្តីពីដាក់ចំណងជើងនៃសេចក្តីសម្រេចនៅក្រោមចំណងជើងចំកណ្ដាលរំលងមួយបន្ទាត់ត្រូវដាក់រាជរដ្ឋាភិបាលខមូលបទត្រូវជ្រើសរើសយោងតែលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងខ្លឹមសារនៃសេចក្តីសម្រេចហើយសរសេរដោយប្រើពាក្យបានឃើញលិខិតបទដ្ឋានគតិយុត្តដែលត្រូវយោងក្នុងសេចក្តីសម្រេចមានជាអាចរដ្ឋធម្មនុញ្ញព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីនៅចុងក្រោយបង្អស់នៃមូលបទយោងតាមករណីនីមួយៗនៃសេចក្តីដោយចែងដូចខាងក្រោមយោងតាមសំណូមពរចាំបាច់នៃការងារឬយោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលឬយោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឬប្រធានស្ថាប័នសាមីជាគោលការណ៍សេចក្តីសម្រេចមិនត្រូវយកលិខិតបទដ្ឋានគតិយុត្តដែលមានឋានានុក្រមទាបជាងឡើយនៅខាងក្រោមចំកណ្ដាលទំព័រត្រូវសរសេរពាក្យសម្រេចគោលខ្លឹមសារនៃអត្ថបទត្រូវប្រើពាក្យថាប្រការមិនប្រើពាក្យមេត្រាដោយក្នុងអនុក្រឹត្យទេប្រការស្តង់ដារនៃសេចក្តីសម្រេចអាចចែងពីនិយាករបទបញ្ញត្តិនៃសេចក្តីសម្រេចចាស់ត្រង់ប្រការណាមួយឬទាំងស្រុងឬលិខិតបទដ្ឋានគតិយុត្តណាមួយដែលមានឋានានុក្រមស្មើឬទាបជាងប្រការបញ្ចប់ត្រូវចែងពីការប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីក្រសួងឬប្រធានស្ថាប័នដែលទទួលបន្ទុករៀបចំឬស្នើរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួនដែលត្រូវទទួលបន្ទុក
អនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅខរូបមន្តបញ្ចប់នៅខាងក្រោមបែរខាងស្ដាំត្រូវចុះទីកន្លែងកាលបរិច្ឆេទហត្ថលេខាគោរមងារនិងឈ្មោះរបស់នាយករដ្ឋមន្ត្រីឬរបស់នាយករដ្ឋមន្ត្រីស្ដីទីនិងប័ណ្ណត្រារបស់រដ្ឋាភិបាលសេចក្តីសម្រេចមិនមានហត្ថលេខាអមទេនៅបែកខាងឆ្វេងទំពើត្រូវដាក់កន្លែងទទួលដែលរួមមានក្រសួងព្រះបរមរាជវាំងអគ្គលេខាធិការដ្ឋានក្រមប្រឹក្សាធម្មនុញ្ញអគ្គលេខាធិការដ្ឋានរដ្ឋសភាអគ្គលេខាធិការដ្ឋានរដ្ឋសភាខុទ្ទកាល័យនាយករដ្ឋមន្ត្រីខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រីដោយប្រការពាក្យពេញនឹងក្រសួងស្ថាប័នសាមីជនដែលត្រូវអនុវត្តរាជកិច្ចនិងឯកសារកាលបវត្តសូមមើលគំរូទី59ទម្រង់នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការផ្ទេរសិទ្ធិលើទំព័រទី144សូមមើលគំរូទី60ទម្រង់នៃសេចក្តីសម្រេចស្តីពីការបែងចែកឬប្រគល់ភារកិច្ចជូនសមាជិករដ្ឋាភិបាលនៅទំព័រទី145ដល់ទំព័រ146សូមមើលគំរូទី61ទម្រង់នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការបង្កើតគណៈកម្មការអនុគណៈកម្មការក្រមការងារនៅទំព័រ147ដល់ទំព័រ148សូមមើលគំរូ62ទម្រង់នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការតែងតាំងសមាជិកក្រុមប្រឹក្សាជាតិឬអាជ្ញាធរជាតិឬគណៈកម្មាធិការជាតិដែលបានបង្កើតឡើងដោយព្រះរាជក្រឹត្យឬអនុក្រឹត្យនៅទំព័រ149ដល់ទំព័រ150ក្នុងករណីកែសម្រួលសមាជិកជាក់ស្ដែងមួយចំនួននៃយន្តការមួយអាចធ្វើទៅបានតាមពីជំរើសអាស្រ័យតាមសំណើជាក់តាមករណីជាក់ស្ដែងដូចខាងក្រោមអាចរៀបចំតែងតាំងសមាជិកសាជាថ្មីគឺអនុវត្តដោយគំរូទី61អាចកែសម្រួលសមាជិកដែលត្រូវផ្លាស់ប្ដូរតែប៉ុណ្ណោះសូមមើលគំរូទី63ទម្រង់នៃសេចក្តីសម្រេចស្តីពីការកែសម្រួលសមាជិកយន្តការនានានៅទំព័រទី151ដល់ទំព័រទី152គំរូទី59ទម្រង់នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការផ្ទេរសិទ្ធិគំរូទី60ទម្រង់នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការបែងចែកឬប្រគល់ភារកិច្ចជូនសមាជិករដ្ឋាភិបាលគំរូទី61ទម្រង់នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការបង្កើតគណៈកម្មការអនុគណៈកម្មការក្រមការងារគំរូទី62ទម្រង់នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការតែងតាំងសមាជិករបស់ក្រុមប្រឹក្សាជាតិឬអាជ្ញាធរជាតិឬគណៈកម្មាធិការជាតិដែលបានបង្កើតឡើងដោយព្រះរាជក្រឹត្យឬអនុក្រឹត្យគំរូទី63ទម្រង់នៃសេចក្តីសម្រេចរបស់រដ្ឋាភិបាលស្តីពីការកែសម្រួលសមាជិកយន្តការនានា
3.2.7.4 ទម្រង់នៃសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលទម្រង់នៃសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចចែកចេញជា4ផ្នែកមានក្បាលលិខិតមូលបទខ្លឹមសារនៃអត្ថបទនិងរូបមន្តបញ្ចប់កក្បាលលិខិតត្រូវប្រើក្រដាសក្បាលលិខិតរបស់រាជរដ្ឋាភិបាលដែលមានសញ្ញាជាតិដោយក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានៅខាងលើចំកណ្ដាលទំពើក្រោមសញ្ញាជាតិដាក់ព្រះរាជាណាចក្រកម្ពុជាក្រោមព្រះរាជាណាចក្រកម្ពុជាដាក់បាវចនាជាតិប្រាថ្នាព្រះមហាក្សត្រពេកខាងឆ្វេងក្រោមបន្ទាត់បាវចនាត្រូវដាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមរាជរដ្ឋាភិបាលកម្ពុជាដាក់ពាក្យលេខសម្រាប់ទុកចុះលេខរបស់សេចក្តីសម្រេចដែលមានរូបមន្តអក្សរកាត់លេខសសរនៅក្រោមបាវចនារំលងមួយបន្ទាត់ចំកណ្ដាលទំពើដាក់ពាក្យសេចក្តីសម្រេចក្រោមពាក្យសេចក្តីសម្រេចដាក់ពាក្យស្តីពីក្រោមពាក្យស្តីពីដាក់ការកែសម្រួលសេចក្តីសម្រេចស្តីពីចំពោះចំណងជើងនៃសេចក្តីសម្រេចដែលធ្វើការកែសម្រួលសេចក្តីសម្រេចដំបូងជាបន្តបន្ទាប់ត្រូវដាក់ចំណងជើងថាសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចស្តីពីចំណងជើងសេចក្តីសម្រេចដំបូងដដែលពីព្រោះទោះបីជាមានការកែសម្រួលប៉ុន្មានដក៏ដោយក៏ត្រូវបានបកស្រាយថាជាសេចក្តីសម្រេចតែមួយដោយករណីវិសោធនកម្មរដ្ឋធម្មនុញ្ញច្រើនដងដែរជាបន្តបន្ទាប់ទៀតដាក់ចំណងជើងដំបូងនៃសេចក្តីសម្រេចដែលត្រូវធ្វើការកែសម្រួលក្រោមចំណងជើងចំកណ្ដាលរំលងមួយបន្ទាត់ត្រូវដាក់រាជរដ្ឋាភិបាលខមូលបទត្រូវជ្រើសរើសយោងតែលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងខ្លឹមសារនៃសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចហើយសរសេរដោយប្រើពាក្យបានឃើញលិខិតបទដ្ឋានគតិយុត្តដែលត្រូវយោងក្នុងសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចមានអាចរដ្ឋធម្មនុញ្ញព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាលព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីអនុក្រឹត្យពាក្យពន្យសេចក្តីសម្រេចដើមនៅចុងក្រោយបង្អស់នៃមូលបទត្រូវយោងតាមករណីនីមួយៗនៃសេចក្តីសម្រេចដោយចែងដូចខាងក្រោមយោងតាមសំណុំពរចាំបាច់នៃការងារឬយោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលក្នុងករណីសម្រេចតាមឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រីឬយោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងឬប្រធានស្ថាប័ននៅខាងក្រោមចំកណ្ដាលទំពើត្រូវសរសេរពាក្យសម្រេចគោខ្លឹមសារនៃអត្ថបទសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចជាទូទៅមាន2មាត្រាប្រការ1ត្រូវចែងពីប្រការទាំងឡាយដែលត្រូវធ្វើការកែសម្រួលក្នុងនោះត្រូវចែងប្រការថ្មីដែលកែប្រែខ្លឹមសារប្រការចាស់និងប្រការស្ទួនដោយដាក់ស្មើនឹងប្រការមួយដែរកំណត់សម្គាល់ចំពោះការកែសម្រួលប្រការណាមួយចំនួន2លើកត្រូវដាក់ថាប្រការលេខរបស់ប្រការថ្មីមួយហើយបើមានការកែសម្រួលចំនួន3លើកឡើងទៅត្រូវដាក់ថាប្រការលេខរបស់ប្រការថ្មី2ប្រការលេខរបស់ប្រការថ្មី3ចំពោះការកែសម្រួលសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដោយបន្ថែមប្រការស្ទួនឬការកែសម្រួលប្រការស្ទួនត្រូវអនុវត្តដោយចំណុចខ .2 ខ .4 និងខ .5 នៃចំណុចខនៃ3.2.2 ទម្រង់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ប្រការ2ត្រូវចែងពីប្រការប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរដ្ឋមន្ត្រីឬប្រធានស្ថាប័នដែលទទួលបន្ទុករៀបចំឬស្នើរដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានស្ថាប័នដែលពាក់ព័ន្ធនិងសម័យខ្លួន
ដែលត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅសូមមើលគំរូទី64ទម្រង់នៃសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រីឬមានសំណើពីក្រសួងស្ថាប័នសាមីនៅទំព័រ155ដល់ទំព័រ156ខរូបមន្តបញ្ជាត់នៅប៉ែកខាងក្រោមផ្នែកខាងស្ដាំត្រូវចុះទីកន្លែងកាលបរិច្ឆេទហត្ថលេខាក្រមងារនិងឈ្មោះរបស់នាយករដ្ឋមន្ត្រីនិងបោះត្រារបស់រដ្ឋាភិបាលចំពោះសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចតាមឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រីឬសំណើពីក្រសួងស្ថាប័នសាមីមានតែហត្ថលេខារបស់នាយករដ្ឋមន្ត្រីតែប៉ុណ្ណោះនៅប៉ែកខាងឆ្វេងទំព័រត្រូវដាក់កន្លែងទទួលដែលមានក្រសួងព្រះបរមរាជវាំងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានរដ្ឋសភាខុទ្ទកាល័យនាយករដ្ឋមន្ត្រីខុទ្ទកាល័យអបនាយករដ្ឋមន្ត្រីដោយប្រការពាក់ព័ន្ធនឹងក្រសួងស្ថាប័នសមាជជនដែលត្រូវអនុវត្តរាជកិច្ចនិងឯកសារការបវត្តគំរូទី64ទម្រង់នៃសេចក្តីសម្រេចស្តីពីការកែសម្រួលសេចក្តីសម្រេចរបស់រដ្ឋាភិបាលតាមឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រីឬមានការស្នើពីក្រសួងស្ថាប័ន